ខូចបាត់ទៅហើយបាល់នេះបាទដោយខ្សែការពារកូរ៉េរបស់ភ្នំពេញក្រោនបិទមិនឲ្យឈៀលកម្រើកឬក៏បញ្ចេញបាល់រួចទេមើលឈៀលអស់ទៅឈៀលឆែកទៅមើលប៉ាទ្រិកដែរគ្រាន់តែក្រឡេកភ្នែកមកដល់វិញប៉ាកយីយ៉ុងក៏មកដល់បាល់ដែរបាទលឿនមែនខ្សែការពារកូរ៉េរូបនេះយីយ៉ុងទៅដល់លើបាល់ដល់លើប៉ាកយីយ៉ុងដល់លើបាល់ដល់ក្រោមប៉ាកយីយ៉ុងមកដល់ក្រោមអូមិនធម្មតាទេបាទអ្នកពាក់អាវលេខ2របស់ភ្នំពេញក្រោនឥឡូវរៀបរាប់ម្ដងទៀតពីសូអ៊ីនមកក្រោមបាទអ៊ីហ្កាឌីယေហ្គោគូទីរ៉េបញ្ជូនមកឆ្វេងឥឡូវនេះអង់ដ្រេនីតូបាទម្នាក់ឯងអូទៅមុខឲ្យផុតបន្តិចឬកញ្ចែដោយសារតែឈៀលបាទបង្អាក់ដំណើរមើលបាទតែឈៀលលូកជើងទៅក៏ចុចជាមួយប្រអប់ជើងខាងឆ្វេងរបស់អង់ដ្រេនីតូហ្វ្រីគិករបស់ភ្នំពេញក្រោនបាទបាល់នៅពេលដែលអូសបាល់លឿនម្ដងគឺទៅរំភើបឬព្រួចតែម្ដងបាទឥឡូវនេះអញ្ញាកណ្ដាលមកបាញ់ស្ប្រាយដើម្បីឈរឲ្យចំប្លង់បាទហើយខាងក្រុមបាល់ទាត់ភ្នំពេញក្រោនត្រៀមទាត់ហ្វ្រីគិកដោយ Diego Gutierrez នៅឆ្វេងដៃមានដយឯបាទមកខាងក្រៅវិញបាទទៅឲ្យ Valerie យីយ៉ុងប៉ាក់យីយ៉ុងបន្តមកខាងស្ដាំរ៉ាអ៊ូលទាត់ផ្លោងមកខាងមុខប្រេនីយ៉ូមកយកបាល់ខាងឆ្វេងនេះវិញប្រេនីយ៉ូមួយគ្រីស្ទៀនប្រេនីយ៉ូកាប់ផុតគ្រីស្ទៀនមួយផុតឈៀលទេអត់ផុតឈៀលទេឈៀលកាត់ត្រឡប់មកវិញហើយលើលូកជើងទៅមិនទាន់បាទមិនអីទេបញ្ហានេះគឺថាព្រំពេញក្រោននៅគ្រប់គ្រងស្ថានភាពនេះបានបើជួនមកខាងក្រោយខ្លីមកនៅត្រឹម Valerie ចុចទៅមុខម្ដងទៀតលើកនេះប្រេនីយ៉ូបាត់បាល់ប្រេនីយ៉ូបញ្ជូនទៅក្រៅទៅនឹងស៊យវិសាជាអ្នកការពារមួយដំណាក់កាលចុងក្រោយអូយប្រេនីយ៉ូអត់សម្រេចចិត្តសុទ្ធខ្លួនឯងទេតិចណាស់ឥឡូវប្រេនីយ៉ូម្ដងទៀតផុតគ្រីស្ទៀនអូមួយទៀតប្រេនីយ៉ូគ្រីស្ទៀននៅចង្អប់ចង្អល់ដណ្ដើមបានមកវិញគ្រីស្ទៀនដួលក្នុងប្រអប់ខ្លួនឯងពីនៃឲ្យបាល់ free kick ទៅព្រះខ័នរាជស្វាយរៀងអូរំភើបមែនបាទនៅក្នុងវគ្គទី2នេះវិនាទីណាក៏ជាវិនាទីដែលជាចលនាសម្រុកតែម្ដងបាទអត់មានថាទុកបាល់ដកដង្ហើមលេងទេបាទបានបាល់បាញ់ទៅវឹងបានបាល់រត់ទៅវទៅតែម្ដងបាទកន្លែងនេះគ្រីស្ទៀនដួលត្រឡប់មកជុំនៅពីមុខអញ្ញាកណ្ដាលបាទប្រេនីយ៉ូឱកាសម្ដងពីរដងតែគួរឲ្យស្ដាយមិញដែរបាទប្រេនីយ៉ូមកគាត់ទុតខ្លួនឯងក៏បានដែរណាប៉ុន្តែចិត្តត្រជាក់មែនទែនបាទឈៀលតែកាច់មកក្រោយបាទពេលប្រាបានបាល់បញ្ជូនដល់ឈៀលបានបាល់បន្តអូសវាងរ៉ាវបិទមិនជាប់ទេបាល់ហើយក៏ឃ្លៀទៅ Valerie អូយនេះសល់តែបន្តិចទេបាទបើគុំតែ Valerie នេះទៅទាន់គុំអីកីឡាករ Alves ធ្វើបានចឹងបានថាមកស្រូវទេបាទមិនថាពេលភ្នំពេញក្រោនសម្រុកទៅខាងប្រកាសរាជស្វាយរៀងមិនថាប្រកាសរាជស្វាយរៀងសម្រុកបកមកភ្នំពេញក្រោនទេឥឡូវគឹមសុកយុទ្ធបាទម្នាក់ឯងប៉ះទៅក្រោយវិញសិនដើម្បីទាញយកការរៀបចំឲ្យបានត្រឹមត្រូវរយៈតារាក៏ប្លង់ត្រឡប់មកវិញចេញទៅខាងក្រៅអូហូបាទនេះយុទ្ធសាស្ត្ររបស់គ្រូបាទយើងមើលមេតបហើយមេតបនេះអត់ពាក់អាវក្រោះទេបាទពាក់អាវយឺតក៏មិនដែលពោពេញដោយយុទ្ធសាស្ត្រទាំងសងខាងបាទមិនថាលោក Starinsky មិនថាលោក McKenkie អិនដូយេរបស់ភ្នំពេញក្រោនបញ្ជូនទៅប្រេនីយ៉ូបែរបានល្អមកដល់ប្រេនីយ៉ូទៀតហើយអូចូលទៅក្នុងភ្នែកខ្លួនតែកលជើងឈឺជើងខ្លួនឯងមួយហើយគ្រីស្ទៀននៅសល់ម្នាក់ទៀតហាមូទីផុតហាមូទីប្រេនីយ៉ូទៅខាងលើវិញអូចង់ដាច់សរសៃបាទក៏ប៉ុន្តែគ្រីស្ទៀនឯណោះដែលជាអ្នករងការឈឺជាងគេព្រោះគ្រីស្ទៀនដេកខ្លួនពីចម្ងាយបាទប៉ះបាល់ហើយជើងទៅប៉ះនឹងជើងបាទហាមូទីក៏ដេញបិទមកវិញតែប្រេនីយ៉ូបានសុទ្ធគ្រាន់តែសុទ្ធឡើងទៅខាងលើបាទមានមក10នាទីបាត់ទៅហើយគ្រីស្ទៀនក៏ងើបមកវិញរួចតាមធម្មតាបាទវីរៈតារាក៏លើកដៃជាសញ្ញាបាទទៅតាមរោលរៀងខ្លួនបាល់ចេញពីផ្ទៃទីរបស់ព្រះខ័នរាជស្វាយរៀងបាទតែត្រឡប់ទៅវិញ
ដកទ្រូងមួយសិនបញ្ជូនមកឆ្វេងឲ្យប្រេនីយ៉ូគ្រីស្ទៀននៅតែជាមិត្តសម្លាញ់បាទនៅក្នុងការដេញបិទនេះទៅវិញទៅមកគ្រីស្ទៀនលូកផ្ដាច់បានណែមកក្បាច់ទៅនេះបាទជាអ្នកគប់វិញគឺព្រះការីស្វាយរៀងបាទ10 នាទីបាទគ្រាន់តែខាងស្វាយរៀងសម្រុកទៅ2 3 ដងគ្រាន់តែខាងក្រោនសម្រុកមកក៏2 3 ដងដែរដៃនេះទៅញាក់មួយផុតពីគ្រីយ៉ាកាត់ទៅកដាលអូឱកាសឲ្យរបស់ក្រុមបាល់ទប់ព្រំពីក្រោយបានទាត់បានជាប់បានមកខាងក្រោយទប់មួយសិនបលេងខ្លីហ្វាំង1 2អត់អីទេដោះមកបានមកខាងស្ដាំបន្តិចបាទនេះទៅបញ្ជូនទៅក្នុងវិញម្ដងឥឡូវនេះ Diego Gutierrez បញ្ជូនមកខាងក្រោម Valerie ចែកទៅខាងស្ដាំពីចិត្តមកឆ្ងាយវិញម្ដងហើយឆ្ងាយចាប់ផ្ដើមពាត់ទៅចិត្តវិញពាត់ទៅចិត្តវិញបានដែរឬទេឥឡូវនេះ Kim So In ផុតខ្សែបន្ទាត់ទៅហើយបាទជំនួយការអាជ្ញាកណ្ដាលលើកទង់ជាសញ្ញាជំនួយការអាជ្ញាកណ្ដាលមាន3រូបបាទនិយាយទៅថ្ងៃនេះនៅក្នុងតារាងគឺឥណ្ឌាសតតែម្ដងបាទមានខាងក្នុងគឺលោក Venkatesh Ramachandran បាទនៅខ្សែបន្ទាត់មានលោក Wairamutu Parasuraman មានលោក Sumanta Dutta ហើយនិងលោក Haris Kundu បាទឥឡូវឃើញថាសម្រុកគ្នាទៅវិញទៅមកមួយប្រាវហើយមួយប្រាវទៀតប៉ុន្តែបាល់ភាគច្រើនចេញពីទីរបស់ក្រុមប្រកាសនេះស្វាយរៀងហ្នឹងបាទអញ្ចឹងយើងអាចសន្មត់ខ្លះថាប្រកាសនេះស្វាយរៀងបាទរងនឹងការទាត់ក្បែររហូតបាទពីខាងក្រុមបាល់ទាត់ព្រំពីក្រោនបាទតារាចុចទៅឈៀលគ្រីយ៉ាឲ្យរីអូលូកជើងកាត់បលែងឲ្យចេញតាមដំណើរឈៀលគប់ស្របទៅឲ្យពេប្រាដួលដោយរ៉ាអ៊ូលនិងរំខានពីខាងក្រៅយមើលបាទដែលរ៉ាអ៊ូលមីហៃហ្វែរៀបរាប់ពីជើងក្រោមរបស់ព្រះខ័ននេះស្វាយរៀងស្រីវិសាលប្រធានក្រុមកាត់ញូចខ្លួនបន្តិចមកដល់គ្រីយ៉ានេះតូដេញគ្រីយ៉ាក៏ឆ្កឹះផ្លោងឡើងទៅខាងមុខរំលោភពី3នាក់ឈៀលបានបាល់ឈៀលកាត់ទៅកដាលផុតឲ្យទាញទាត់មួយជើងអើយឡងមកវិញគួរឲ្យសោកស្ដាយសម្រាប់ក្រុមបាល់ទាត់ព្រះខ័ននេះស្វាយរៀងប៉ាគីយងទៀតបាទខែលនេះខែលក្រាស់មែនតើបាទទស្សនាម្ដងទៀតដែលឈៀលកាត់បាទទប់មួយតរេទាត់អត់បានបាទតរេទាត់ឲ្យពេញជើងមិនបានបាទ Thiago Alves ដែលប៉ាគីយងគាត់បិទលើផងលូកជើងបាំងក្រោមផងអូប៉ាគីយងថ្ងៃនេះតែកំពូលទៅមកបាទលើក៏បានក្រោមក៏បានព្រេបទឹកបន្តិចសិនបាទនេះគឺការទស្សនាបាទនៅលើទស្សនានៅទាំងផ្ទាល់ហើយបាទទស្សនានៅលើបណ្ដាញសង្គមថែមទៀតផងដើម្បីឲ្យជាក់បាទក៏សូមអរគុណដល់ក្រុមហ៊ុនហនុមាន Beverages ហនុមានវិសាលភាពគ្រប់ពេលបាទទង់របស់ប្រកាសរាជស្វាយរៀងទង់របស់ភ្នំពេញក្រោនបានបក់យ៉ាងរវិចនៅក្នុងកីឡាដ្ឋានជាតិអូឡ িম্প ិកបាទកីឡាករនីមួយព្យាយាមប្រឹងប្រែងមែនទែនបាទនៅក្នុងតួនាទីរបស់ខ្លួនបាទអ្វីដែលគួរឲ្យកត់សម្គាល់ភ្នំពេញក្រោនថ្ងៃនេះគឺលេខ2ប៉ាគីយងនឹងត្មងបាទមកបិទស្អាតមែនទែនអូក៏លឿនលបឿនក៏ល្អចំហក៏សំណំហំបាទកាផ្លេតែម្ដងហើយព្រះខ័នរាជស្វាយរៀងនាពេលនេះជាឱកាសក្នុងការទាត់បាល់ខនៅខេកនាទីទី61បាល់ទាត់ចេញពីជ្រុងមិនសូវច្រើនប្រហែលទេការទាត់បាល់ចេញពីជ្រុងបាទយូរម្ដងទេថ្ងៃនេះមានមនុស្សទស្សនាអាចក្បែរ 20000 ឬក៏ 20000 បាទឬក៏លើសបន្តិចតួចក៏អាចថាបានព្រោះមានច្រើនមែនទែនលេខ39របស់ភ្នំពេញក្រោនបាទកីឡាករឈុំពីសា
ភីសាបាទឥឡូវនេះភីសាជាកម្លាំងថ្មីដូរចូលចំនួន Endoye រឿងនឿយតែហើយភីសាមកដល់ភ្លាមគឺមករៀបរៀងពេលប្រាក់វ៉ាមេអាចញ៉ាកណ្ដាលមកធ្វើការសម្របសម្រួលបាទភីសាទើបតែដូរចូលទេដូច្នេះការមកកៅម៉ាក់គេបាទបិទរៀងខ្លួនហ្នឹងគឺជាការរំខានចិត្តមួយដែរបាទធម្មតានេះយុទ្ធសាស្ត្រកីឡាករថាតើយ៉ាងណារឿងយ៉ាងណាក៏ប៉ុន្តែមកមើលមែនតើគឺបាល់ជ្រុងហើយចេញទៅហើយលោតតាឆ្លៀទុកមកជើងថែមទៀតរបស់ប៉ាក់ជីយុងទៅហើយបាទសុកយុទ្ធបញ្ជូនឲ្យវិរៈតារាក៏ទាត់ត្រឡប់មកវិញហើយក៏បាទបាល់ឡងឡើងបន្តិចពេលប្រាទប់បាល់ក្លោកផុតជើងបន្តិចរត់មកយកបាល់ដោយ Diego Gutierrez បាទលូកទៅដណ្ដើមមិនបានបាល់ទៅគឹមស៊ូអ៊ីនកំពុងតែរត់យកបាល់ម្ដងទៀតតែត្រឡប់មកវិញបាទសុកយុទ្ធបាទទម្លាក់ចង្វាក់ 1-2 បានល្អសុកយុទ្ធបានបាល់អូទៅទៀតអូទៅទៀតបញ្ជូនញិចខ្លីបន្តិចទេបាទ Thiago Alves បញ្ជូនអើយមិនល្អទេបាទប៉ាទ្រីកកំពុងកម្រើកខ្លួនទៅល្អដែរលូកជើងដណ្ដើមរីយ៉ូមកដណ្ដើមដែរនៅតែដណ្ដើមទៀតអាយ៉ាកណ្ដាលផ្លុំបច្ចេម្ដងជា2ដងថាលេងបាល់តាមដំណើរចិត្តស្ងប់បាទអូបាទ60នាទីដល់លើចេញទៅទី3ទៅបាទអាវុធលាក់ទុកយូរហើយអូបាទដួលទៅនេះយ៉ាងណាដែរ Fares Samuti បាទប៉ះទង្គិចនឹង Moses Dyer បន្ត្រេនីតូបាទត្រង់នេះគៀសបានកាត់ថយក្រោយវិញបានផុតមនុស្ស4នាក់មិនធម្មតា control បាទ direct របស់ខ្ញុំពេញក្រោនទៅឈោសម្លឹងមើលអត់ព្រឹកភ្នែកនោះទេបាល់ជ្រុងរបស់ភ្នំពេញក្រោនបង្គោលទី1 Hamuti បាទទាត់ផ្ដាច់ឲ្យចេញក្រៅតែម្ដង Brandinho លឿន Gutierrez បញ្ជូនចុះក្រោមពិសាផាក់ជីយ៉ុងឲ្យនីតូបែនីតូឲ្យបន្តទៀតមក Brandinho កាត់យកទៅតែម្ដងសំលេងកញ្ចែមិនលើឡើងចំហរបស់ Brandinho offside បាទត្រង់នេះដែលជំនួយការញ៉ាកណ្ដាលបានលើកទង់ offside Hamuti គ្រីយ៉ាព្យាយាមបញ្ជូនបាល់លើឡោមទៅតែត្រឡប់មកវិញដោយរ៉ាអ៊ូលតែប្រជែងគ្នាត្រង់នេះដួលទាត់មួយជើងបន្តទៀតបាទទៅប្រាក់ខ្វាមេជាមួយនឹងឈុំភីសាប្រាក់ខ្វាមេប្រាប់ថាបាទប្រជែងមួយស្មើធម្មតាតើមិនបានជាពីនៃបាទ Raul Feher បាទផ្លោមួយជើងឡើងទៅខាងលើតែភ្ងើយមួយមិនទាន់តាណាឆ្ងាយប្រជែងគ្នាត្រង់នេះបាល់ចេញក្រៅបាល់គប់របស់ភ្នំពេញក្រោនបាទមានការត្រៀមផ្លាស់ប្ដូរកីឡាករបាទមួយរូបទៀតហើយសម្រាប់ភ្នំពេញក្រោនតែត្រេនីតូបញ្ជូនទៅផាក់ជីយ៉ុងបាទទីបែរបានល្អឲ្យមក Valerie Reason ផ្ទះបន្តិចបញ្ជូនឲ្យ Gutierrez Brandinho នៅខាងឆ្វេងគៀសមួយស្អាតណាស់ប៉ុន្តែខ្លាំងពេកបាទបាញ់មិញនេះដាច់ចកេះរបស់ Christian ទៅហើយតែបាទខ្ទាតពីជើងខ្លាំងពេកបាទលើកដៃជាសញ្ញាវិរៈតារាបាទលេខខ្លីជាមួយនឹង Hamuti បញ្ជូនទៅវិសាលនៅខាងឆ្វេងវិ
ពិសាបណ្ដាច់មួយជើងឡើងលុតតែប្រជែងធ្លាក់ត្រង់នេះទំនងមែនតើទៅហើយដណ្ដើមបាល់បានដោយ Thiago 2 ទល់នឹង 2ត្រង់នេះ Thiago ទីតួរីណា Thiago ទាញអូល្អណាស់ Thiago នៅសល់មួយទៀតពេលប្រាក់ខ្វាមេ2 ទល់នឹង 1គ្រាប់បាល់ទី2របស់ពេលប្រាក់ខ្វាមេនៅនាទីទី67អូយបាទយើងទៅមើលបាទអំពីការលេងមិញចេញពី Thiago Alves បាទបន្តបាទជាហូហែរហូតទៀតមកដល់ពេលប្រាខ្វាមេចុងក្រោយនោះគឺការស្កាត់របស់ Raul Feijer បានសម្រេចទៅហើយត្រង់នេះបាទគឺ Kim So In បាទផ្លាត់ស្រៀត Thiago ទាញមួយកន្លក់ចុះកន្លក់ឡើងថែមសល់ Raul តែត្រង់នេះហើយដែលបាទពេលប្រាខ្វាមេមិនឲ្យឱកាសនាំមុខវិញនេះរំលងផុតនោះទេបាទអញ្ចឹងដំបូងកើតចេញពី error របស់ Kim So In បាទឆក់យកបាល់បានដោយបាទ Thiago Alves បាទចុះឡើងបាទមានបាទជើងទាត់ក៏ទាត់បាទសំដៅទីតែ Raul Feijer ជាអ្នកជួយបានបញ្ជូនមកឲ្យ Gutierrez ឲ្យទម្លាក់បន្តិចវិញដោយ Marcelo បន្តមកដល់ Andre Neto ប៉ាប់យង Jam David ទម្លាក់បន្តិចសិនបាទយើងចាំគ្នាបន្តិចទាំងនេះបាទពេលប្រាក់ខ្វាមេបាទបញ្ជូនបាល់បានមួយប៉ះទាំងនេះមិនបានល្អទេតែអងវិញលូកជើងហើយក៏ពួកបាល់យកដោយ Christian មួយប៉ះពី Thiago Alves ឆាប់យកបានដោយ Gutierrez បញ្ជូនចាស់ត្រង់នេះចេញពីស្លាបខាងស្ដាំកាត់យកមកតែម្ដងត្រង់នេះអូហូយបាទនឹងបញ្ញាប់បន្តិចបាទ Marcelo ដែលយ៉ាងណាក៏បានបាល់ជ្រុងបាទបាល់ជ្រុងដោយ Valery Resinបាទរ៉ាអ៊ូលនេះក៏ជំនាញតែតដែរនៅឡើងមកហើយបាទមានការបាច់ច្រានប៉ះទង្គិចគ្នាទៀតអញ្ចឹងអត់ទាន់ឲ្យលេងទេបាទនឹងកញ្ញាកដាប្រាប់ថាបច្ចេកមិនទៅបច្ចេកមុខទឹកបាល់បើបច្ចេកបើអត់មើលបាល់ចាប់តែគ្នាអញ្ចឹងមិនកើត Valery Resin តក់មកហើយអូហូយឈុំពិសាតែរំលងរបស់ទីបើយើងមើលឡងមកពិសាថយចុះថយឡើងតែបានតែទូលបាទពីក្រោមបាល់បញ្ជូនបានល្អតែមិនបញ្ហាជាប់ជើងយូដៃបញ្ជូនទម្លាក់ចុះមួយជើងត្រឡប់មកវិញលឿនឆ្ងាយតែទៅវិញដោយ Raul យូដៃបញ្ជូននោះតែដោយ David បាទទម្លាក់ខ្លួនចាំស្រេចបាទទៅទទួលចំតែម្ដងតែបញ្ជូនបានល្អ Patrick Robson មិនទាន់បញ្ជូនទេ Patrick ត្រង់នេះប្រើបច្ចេកទេសផ្ទាល់ខ្លួនទៅត្រូវឆក់បានហើយអូយបើផ្ដួលខ្លួនស្កាត់បាល់ក៏មិនបានទេបញ្ជូនត្រង់នេះចង់ចំណេញបាទមកខាងស្ដាំមកខាងឆ្វេងអធិស្ស្រ័យតែយ៉ាងណាក៏ដោយមិនបញ្ហានៅតែគ្រប់គ្រងបាល់ដោយបាទភ្នំពេញក្រោន Brandinho 1 ទល់នឹង 1ជាមួយនឹង Conociel Brandinho ទាត់រីយ៉ាងណា Brandinho ដួលត្រង់នេះលេងបន្តបានមិនបញ្ហាបាទ Conociel ទៅមុខទៀត Conociel បាទរងចាំដោយពេលប្រាក់ខ្វាមេឆ្លងបាល់បញ្ជូនកោងទៅឲ្យ Christian អធិស្ស្រ័យបាទ Patrick Robson មានឱកាសកាត់1 ទល់នឹង 1ជាមួយយ៉ាឌីគៀសមួយបានដួលក្នុងនេះបាទpenalty ការបង្កកំហុសរបស់បាទខ្សែការពារបាទរបស់ David នេះតែម្ដងអូយបាទបាល់ត្រង់នេះបាទសល់ខ្សែការពារមួយរូប2រូបទៀតបាទលោកកន្លែងនេះដឹងតែបញ្ហាហើយឲ្យតែលោកឱកាសនាំមុខមួយគ្រាប់ទៀតសម្រាប់ព្រះខ័នរីស្វាយរៀង
Patrick បាទ Patrick អញ្ចឹងដល់ឲ្យដាក់បាល់សំណាងកំពុងត្រៀមបាទ50 បាទអញ្ចឹងដល់ប្រាប់ទៅអ្នកចាំទីជាមសំណាងពីបាទលក្ខខណ្ឌកីឡាករក៏ដូចគ្នាហាមជាន់ខ្សែសម្បូរទូកដូចគ្នាបាទបន្ទាប់ពីឆែករួចអស់ហើយថយបាទយកបាទជំហរមួយហើយផ្លុំកញ្ចែអនុញ្ញាតឲ្យទាត់បាល់ពីនៃពេណាល់ទីត្រង់នេះ Patrick Robson ទី75រកបានមួយគ្រាប់បន្ថែមទៀតបាទគម្លាតគ្រាប់បាល់2គ្រាប់ទៅហើយសម្រាប់ខណ្ឌរីស្វាយរៀនទៅលើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន3-1បាទទីទៀតនឹងមានរូបភាពឡើងវិញពីការទាត់បញ្ចូលទីដោយ Patrick Robson ជាមសំណាងហក់ត្រូវនាំមុខ3-1វិញ Patrick Robson សម្លឹងបាល់ហើយក៏សម្លឹងម្ដងទៀតទាត់កាច់យកខាងឆ្វេងដៃរបស់ខ្លួនខាងស្ដាំរបស់ជាមសំណាងដែលបើកស្ពេសធំស្រាប់បាទនេះគឺជាបច្ចេកទេសនឹងស្រង់មកវិញសម្រាប់ជើងទី2បាទយើងឃើញថាកីឡាករក៏បានដាក់អស់បានមកទំហឹងចាស់ហើយឥឡូវបាទខ្វាមេរុញឲ្យទៅនេះសិនណាកាត់ទៅហើយគោលទី2មិនមានយ៉ែមដេវីតទាត់បាល់ឡើងបាល់ចេញក្រៅបាល់គប់របស់ព្រះខ័នរាជបាទអញ្ចឹងមានបញ្ហាបាទពីមួយគ្រាប់ទៅមួយគ្រាប់បាទនៅបាយកាត់មកបុកជើងដេវីតពាំងវិញឲ្យបាល់នេះរមៀលបន្តិចទាញយកបាល់បានវិញទម្លាក់មកខាងក្រោមសុកយុទ្ធគៀសមួយសិនសុកយុទ្ធមិនទាន់បើឲ្យទេបាទត្រង់នេះបង្កកំហុសដោយ Marcelo Diaz អញ្ញាកណ្ដាលផ្ដល់បាល់ពីនៃបាទយើងមើលបាទការលូករបស់ Marcelo លើបានបាល់ free kick សម្រាប់ខណ្ឌរីស្វាយរៀងនៅមានរៀងយូរបន្តិចហើយព្រោះនាំមុខ2គ្រាប់ហើយបាទអ្នកទស្សនាបាទច្រើនកកបាល់ free kick ដោយ Yudai Ogawa ដៃបាទគាត់សម្ដៅទីតែម្ដងក៏ត្រូវតែដោយផាគីយ៉ុងទៅវិញហើយ2-4 អន្ត្រេនីតូអស់បាទត្រង់នេះនៅលេងបានទៀតនីតូបាទទាត់ប៉ះជើងបាទ3ម្នាក់ឯងក៏2នាក់ក៏ពិតមែនប៉ុន្តែអូយមិនធម្មតាទេគាត់នៅជឿដេញឡើងចង់បាទឱកាសក្នុងការរកគ្រាប់បាល់តាមរយៈ set piece បាល់ជ្រុងបាទជាថ្មីម្ដងទៀតលោកញ៉ាំកណ្ដាលថាបាទបច្ចេកគ្នាទៅវិញទៅមកបានប៉ុន្តែបាទបែរមុខទៅបាល់បើអត់បែរមុខទៅបាល់បែរមុខដាក់គ្នាអញ្ចឹងមិនចេះតែរុញគ្នាបាទឥឡូវទៅហើយលោតតែតបាន Brandinho លោតតែតមួយទៀតវិរៈតារាលូកដៃបាទខ្វេះបានឥឡូវមិនទាន់ណាឆ្ងាយទេ Gutierrez លើគោលទី2តែទម្លាក់ឬយ៉ាងណាសល់បាល់ទៀតហើយអត់ទេត្រង់នេះសម្លេងកញ្ចែមិនលើឡើងអញ្ញាកណ្ដាលផ្ដល់បាល់ពីនៃហើយច្រើនបានច្រើនកីឡាកររបស់ព្រះខ័នរីស្វាយរៀងចាំទីវិរៈតារាក៏មានបញ្ហាដែរពេលធ្លាក់មកវិញមិនពេចនេះបាទនឹងសំណួរគ្រាន់តែជាសំណួរចម្លើយគឺនៅលើការប្រឹងប្រែងរបស់ក្រុមបាល់ទាត់បាទ
លើកញ្ចែនៅពេលដែល Thiago Silva ដួលបាទពេលដែលប្លង់ចាប់មុខគាត់ចំពេញនោះមើលមកចលៀសស្តៀងអាខុយរ៉ូបាទយូដៃអូកាវ៉ាបាទជាមួយនឹងក្រុមដែលខ្លួនធ្លាប់ប្រកបអាជីពនៅជាមួយដែរផាយមកក្រោយឲ្យពេលប្រាបានបាល់បែរគាត់មួយជើងទៅពេលប្រាខ្វមេទុបបែរទាត់យ៉ាងស្អាតយកគ្រាប់ទី4ឲ្យព្រះខ័នរាជស្វាយរៀង4-1ពេលប្រាខ្វាមេ3គ្រាប់ហើយ hat-trick ឲ្យក្រុមបាល់ទាត់ប្រកាន់រាជស្វាយរៀងអូយមិនធម្មតាទេបងប្អូនកន្លែងនេះគឺផាយបើកយ៉ាងស្អាតបាទពេលប្រាទាញឲ្យទាត់ពីចម្ងាយជាង20ម៉ែត្របាទជាង20ម៉ែត្របាទទោះបីជារ៉ាអ៊ូលបាទជាយាមទៅរំខានក៏ដោយពេលប្រាទាត់កាច់បែរយកមុំតូចនៅស្ដាំដៃអ្នកចាំទីជាមសំណាងវិញ hat-trick បាទឲ្យក្រុមបាល់ទាត់ប្រកាន់រាជស្វាយរៀងមើលបាទក្បាច់ជើងកប់បាទជាចង្វាក់រួមអបអសាទរពេលដែលទាត់បាល់បញ្ចូលទីម្ដងនាទី82ទៅហើយបាទបាទទម្លុះតិចបាទអញ្ចឹងសល់ពេលវេលានេះអាចបាទរកបានគ្រាប់បាល់ប្រមាណព្យាយាមប៉ុណ្ណឹងបាទចឹង3គ្រាប់ពិបាកដែរបាទពេលវេលាគិតថា10នាទីចុះបាទអាចនឹងបោកបោបន្ថែមតិចតួចបាទឥឡូវគឺភ្នំពេញក្រោនកំពុងតែរៀបចំរៀបរៀងយីយ៉ុងបញ្ជូនមកក្រោនរ៉ាអ៊ូលចែកមកឆ្វេងឲ្យអាដ្រេនីតូរ៉ាអ៊ូលមកក្រោមខ្លីៗជាមួយនឹង Diego Gutierrez នីតូឲ្យ Diego Gutierrez បាទចែកមកឆ្វេងឲ្យ Breniño បាទឈៀលមកពាំងពីមុខ Breniño ផុតអត់បាទ Breniño មកក្រោមឲ្យ Andre Nieto បាទជន់តិចអូគៀសទៅតិចមក Breniño ដែលបានរៀបចំខ្លួនជាស្រេចទាញបន្តិចលើកមកហើយតែបើដោយសឿវិសាល Thiago Alves បាទទប់ចុះទប់ឡើងឥឡូវនេះកឹបមួយសិនកឹបមួយហើយក៏បញ្ជូនកាប់យកវិញបានពីសុកយុទ្ធជាអ្នករំខាននៅមួយដំណាក់ដែល Valerie បាទចង់ផ្លោងចូលទៅមុខទីនោះបាទចឹងឃើញថាវគ្គទី1កន្លងទៅភ្នំពេញក្រោនអត់បានប្រើយុទ្ធសាស្ត្រដូចតែឃ្លាវខ្លួនលេងនៅក្នុងលីកទេអត់សូវលេងចាក់ឆ្វេងចាក់ស្ដាំច្រើនទេបាទប៉ុន្តែចូលដល់វគ្គទី2នេះយើងឃើញមានការលេងបែបនេះហើយមកការលេងបែបនេះច្បាស់ណាស់ថាប្រធានឌីស្វេរីងគេបានរៀបចំរួចហើយក្នុងការការពារការលេងបាល់លើរបស់ភ្នំពេញក្រោនដែលជា ID ជាអត្តសញ្ញាណរបស់គេតែម្ដងបាទអញ្ចឹងសម្រាប់ពេលប្រាខ្វាមេនៅតែចាប់អត់ជាប់តែដឹងថាពេលប្រាខ្វាមេគឺជា target មែនប៉ុន្តែចាប់ពេលប្រាខ្វាមេអត់ជាប់ពិសេសគឺគ្រាប់បាល់មុននេះបាញ់មិញបាទពេលប្រាខ្វាមេបកកែចំណុចពិសេសរបស់គេមួយគឺបែរហ្នឹងបាទជុំគាត់បែរទាត់តែចេញឲ្យគាត់ដាក់ដងខ្លួនមិនគៀសទាត់តែមានជើងទាត់បាទហើយជាអ្វីដែលរៀបចំបានជាស្រេចបាទឥឡូវភ្នំពេញក្រោនអូសបាល់ចង្អឹបចង្អល់គាត់មកដល់3បាទដល់3សុកយុទ្ធបញ្ជូនទៅពេលប្រាបញ្ជូនមកក្រោយវិសិនអូដាវ៉ារ៉ាគ្រីយ៉ាបាទក្រោមពីអ្នកឆ្វេងស្ដាំរបស់កម្ពុជាដល់ល្អណាស់ម្ដងបាទវិសាលគ្រីយ៉ាពុំមានមិនចាញ់កីឡាករបរទេសប៉ុន្មានទេឥឡូវគឹមសុកយុទ្ធបាទចុចបាយចុះបាយឡើងលូកជើងកាត់ឲ្យ Valerie បានបាល់ទៅ Valerie អូមកបាទស៊ឺវិសាបិទតិចតួចបាទបញ្ជូនកាត់ខ្លីនេះបានល្អទាត់ប្របុកនឹងយូដៃអូកាវ៉ាបែនបាល់ក្រោមមកវិញរ៉ាអ៊ូលបានបាល់រ៉ាអ៊ូលទាញទៅស្ដាំតិចហើយមកខាងក្រោមងាកឆ្វេងងាកស្ដាំលើកទៅហើយអង់ដ្រេនីតូតែស្រាលដែលមិនពិបាកទេសម្រាប់វិរៈតារាចាប់បាទមិនរតនៈបាទការប្រកួតនេះគឺបានលេងបាទតែការប្រកួតចុងក្រោយពេលដែលប្រកាសដូចឈ្នះ 3-2 ជាមួយភ្នំពេញក្រោនមិនរតនៈបានការក្រហមតែការប្រកួតនេះវាខុសគ្នាពីលីកបាទ
Iga Raul ទៅ Iga វិញបាទនិយាយទៅ Iga យូយ៉ងបាទមួយជើងនេះចោះមិនផុតទេបាទគ្រាយាមករារាំងបាទលោកជំទាវភូឈីលីនបាទអ្នកដែលស្រឡាញ់បាល់ទាត់បាទគឺថាមិនងាយចោលតែរវល់យ៉ាងណាទុកការងាររវល់មកកណ្ដប់ព្រោះតែដល់ម៉ោងទាត់បាល់ហើយគឺថាទៅហើយបាទពិសេសគឺថ្នាក់ដឹកនាំបាទលោកមិនដែលខានទេមើលទៅបាទក្នុងការទស្សនាការប្រកួតកីឡាបាទពិសេសក្រុមបាល់ទាត់បាទដែលបានខិតខំបាទកសាងរាប់ឆ្នាំបាទតម្រុំដល់ពេលនេះបាទការប្រកួតប្រជែងជួយលើកមុខលើកមាត់នៅក្នុងវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសបាទក្នុងការចេញទៅប្រកួតក្នុងតំបន់ក៏ដូចជានៅលើឆាកអន្តរជាតិបាទរ៉ាអ៊ូលបានបាល់បណ្ដាទៅបាទរ៉ាអ៊ូលមានឲ្យប្រេនីយ៉ូទៅឲ្យអង់ដ្រេនីតូបញ្ជូនបន្តទៅឲ្យប៉ាកយីយ៉ងទៅនឹងមើលមិនទាន់បាញ់បាទឥឡូវមកជើងពេលនេះដោយសយុទ្ធទប់មួយសិន Valery ទប់បែនីតូចែកទៅឲ្យប្រេនីយ៉ូក៏ប៉ុន្តែជាលូកជើងទៅបដាច់ចេញទៅខាងក្រៅតែម្ដងជាចេញក្រៅម្ដងទៀតដែលធ្វើឲ្យការប្រកួតនេះមកខ្ញុំអត់ចង់កលេចមើលនីតិបាទបើសិនតែថែមលេងយូរជាងនឹងបន្តិចទៀតក៏ល្អមើលដែរព្រោះចង្វាក់អត់មានថាថយផងបាទស្មើរហ្មងទៅបាត់មកជាមួយឥឡូវទុកបកថយក្រោយសិនគាត់បកថយក្រោយពីភីសាទុកមួយសិនបាទខាងនោះដួលឬសូបញ្ចែបាទលេងលឿនទៅតែម្ដង Diego Gutierrez យេយ៉ងប៉ាគីយ៉ងបាទយូរម្ដងយូរច្រើនដងមិនម្ដងទេគាត់ចល័តបាទរត់ទៅលើយ៉ាងលឿននេះគ្រាយាបាទបិទរ៉ូលនីតូមកពិបាកដែរនោះបាទនីតូបានម្ដងទៀតបាទញាក់ផុតមួយបញ្ជូនទៅខាងមុខបាទខូចការទាត់ផ្ដាច់មកវិញភីសាទៅឲ្យរ៉ាអ៊ូលរៀបចំម្ដងទៀតប្រេនីយ៉ូជន់ផាយទាត់បបកជើងអាយ៉ាស់ឡងប្រេនីយ៉ូផ្ដេកខ្លួនយកបាល់មួយតែបាល់ក៏ជ្រុលហួសទៅដល់អ្នកចាំទីតែម្ដងជាពីរដងដែលបាល់ហើស្រាលធ្វើឲ្យតារាបាទមិនជាលេះឡាស់ក្នុងការប្រុងប្រៀបចាប់បាល់រត់ទៅបាំងមួយសិនបាទអូដាវរ៉ាញាក់មិនផុតទេ Valery បានបាល់មកវិញបញ្ជូនបន្តមកខាងមុខបាទមិនផុតនឹងសល់តិចមិនរតនៈទៅឲ្យ Patrick Robson កលេចឆ្វេងស្ដាំបញ្ជូនស្រូទៅខាងមុខរតនៈម្ដងទៀតបាទរតនៈគីបែរមកល្អណាស់មិនរតនៈសេរីហើយមិនរតនៈបាទអត់មានអ្នកណារត់ចូលផងចឹងរតនៈម្នាក់ឯងមកក្រោយវិញបាទ Patrick ទាញពេលប្រាខ្វាមេឥឡូវនេះមានអ្នកត្រៀមដូរចូលហើយចាំមើលក្រុមបាល់ទាត់ប្រកាសរាជស្វាយរៀងកំពុងតែពាត់វៀងហើយ Shield មកក្រោយគ្រាយាទៅឲ្យយូដៃចោចទៅស្ដាំនៅតាក់ត្រឹមប្រេនីយ៉ូពីការមកក្រោមភីសាទាត់តម្រង់ទៅខាងមុខជាយាមដេញបាទថែមម៉ោងមកគ្រប់ចំនួន6នាទីនេះគឺប្រកាន់រាជស្វាយរៀងមិនប៉ងសម្រុកទៅស្រោចជុំគ្នាដូចពីមុនទេព្រោះម៉ោងគៀកបាទដូចយើងឃើញបាញ់មិញនេះដែលមិនរតនៈអូសឡើងទៅម្នាក់ឯងបាទមិនមានអ្នកណារត់ចុះមកជួយឲ្យពេញដៃទេបាទគឺតែគីឡូថាដាច់មាត់បកត្រឡប់ទៅវិញរត់ចុះទៅជួយគ្នាតាន់ Patrick Robson អូមកឆ្វេងដេញរត់ប៉ុណ្ណាគ្នា Robson អូចូលប្រអប់ Robson គិតទប់ទៅចឹង Patrick អូ1អូ2ភីសាទីបំផុតឆ្លងមិនផុតការរារាំងរបស់ភីសានេះឃើញថាការប្រមូលអារម្មណ៍របស់កីឡាករប្រកាន់រាជស្រីនេះធ្វើបានល្អហើយសម្រាប់ភ្នំពេញ Ground បាទសុទ្ធតែជាបញ្ហាគាត់ថាពាក់ព័ន្ធជាមួយនឹង technical បាទពាក់ព័ន្ធជាមួយនឹងតាក់ទិករបស់ក្រុមបាទពាក់ព័ន្ធជាមួយនឹងការលេង
แล้วมีการផ្លាស់ប្ដូរ support ឌីម៉ង់ចូលជាមួយ Patrick Robson ដើម្បីទៅការពារហើយសម្រាប់ភ្នំពេញ Ground វាអាចដែរដោយសារតែការប្រើប្រាស់កីឡាករបរទេសរួមគ្នាច្រើនពេកដែលខុសពីទម្លាប់មានកីឡាករខ្មែរច្រើនជាងកីឡាករបរទេសឬការដាក់កីឡាករបរទេសច្រើនក៏អាចពាក់ព័ន្ធជាមួយនឹងការលេងជាក្រុមភាពយល់ចិត្តគ្នាបើមានភាពស្ទើរជាងកីឡាករចាប់បាទមានន័យថាការដាក់គោលដៅដើម្បីចាប់ពេលប្រាក់ Farming ក៏មានដែរប៉ុន្តែពីដំបូងធ្វើបានល្អប៉ុន្តែបន្ទាប់មកទៀតចាប់ផ្ដើមនឹងធ្លាក់ចុះបន្តិចម្ដងហើយធ្វើឲ្យពេលប្រាក់ Farming បាទយើងដឹងហើយកម្រិតបាទអត់យកបាទតែម្នាក់ទេគឺមិនរតនៈព្រោះថាបាល់បែបនេះភាគច្រើនគឺគេទាត់បាទកោងទៅរកគោលទី2ដើម្បីឲ្យមិត្តរួមក្រុមបាទបញ្ចប់ទីបាទពីររូបឈរបាំងការពារនៅពេលនេះមិនមែនតែមួយរូបទេសម្លេងកញ្ចែមិនលើឡើងរត់បញ្ឆោតមួយគាត់កោងទៅហើយត្រង់នេះវីរៈតារាចេញមកយកបានលំមុំបាទមិនទុកយូរទេឲ្យមកខាងលើអូហូយយ៉ាងណាទៅសម្លេងកញ្ចែមានឬអត់កញ្ចែទេត្រង់នេះបាទតែទៅមិនទាន់ហើយចាប់ដើមបាទត្រឡប់ទៅវិញបាទនេះបាទសល់មិនរតនៈមួយចាំ counter បាទវីរៈតារាក៏ច្បាស់ទៅទៀតបាទរុញឲ្យមានឱកាសកាត់ឬអត់កាត់បានឬអត់កាត់មកហើយត្រង់នេះតែនៅសល់ម្នាក់ទៀតបាទទីមួយនីតូអូយបាទ Breno បាទយ៉ាងណាសឡប់ឬក៏យ៉ាងម៉េចបាទបុកមិញជាមួយមិនរតនៈបាទទាត់ផ្ទប់គ្នាយ៉ាងណាទៅហើយបាទលំកញ្ចែសិនសូម្បីតែចុងការប្រកួតបែបនេះទៅហើយនេះអូយទៅហើយមិនរតនៈរុញបន្តិចមិនរតនៈទាញមកសិនទាញមកក្រោយយ៉ាងណាអត់ទេបាទអង់ត្រេនីអេតូបាទរុញពីក្រោយទៅម្ដងយ៉ាងណាកណ្ដាលដល់ពីនេះបាទរ៉ាអ៊ូលហ្វេហឺបាទបាទយើងមើលបាទត្រង់នេះបាទរតនៈពុំឆែកបាទច្រានពីក្រោយទៅម្ដងមកយ៉ាងបាល់ free kick មួយរបស់ព្រះខ័នរាជបាទតែត្រង់នេះល្អណាស់តែមិនបានសម្រេចទេបាទចឹងព្រមវិញក្រោនបាទឃើញជួបរឿងខកចិត្តបែបនេះពេលលេងជាមួយនឹងអូហូយបាទបញ្ចប់ការប្រកួតជើងទី1ជាផ្លូវការបាទ